เจ้าฉลาดไอ้เป็นจิบกายสำนางระบาดตะโกนเสียวเหมือนนะเจ้าให้ละออนนะบังเตเป้พญาให้ดำนายเนี่ยสนองหมดดอกแรงเบียนให้จุ่มเปียรงจะ50 លានទៀតเสี่ยมิงบอกនៅមានចិត្តញ៉ាំទៀតអីអញ្ចឹងឥឡូវបងអាចធ្វើអីបានសាលីនជាយកទូតាមរាល់ថ្ងៃលោកប៉ាឲ្យលុយឲ្យភាគហ៊ុនឥឡូវនេះគេថែមទាំងរៀបការជាមួយអ្នកនេះធំរបស់តកូលពុទ្ធថែមទៀតគេសន្យាពួកគេចូលមកឲ្យដល់ផ្ទះពួកឯងនិយាយធ្វើម្នាក់ពួកឯងជួយឲ្យបានខ្លះហ៎ទូយើងមានកូន3នាក់អាហ្វុងស្អែកកូនទៅនិយាយថាឈឺនៅចំពោះមុខលោកតាកូនត្រូវថាទូធ្វើឲ្យកូនទៅជាបែបហ្នឹងយល់ទេអ្នកម៉ាកូនថាទូធ្វើត្រូវហើយថែមទាំងបានជួយសង្គ្រោះកូនទៀតនិយាយស្អីកូននិយាយស្អីអ្នកដែលជួយសង្គ្រោះកូនគឺជាគ្រូពេទ្យកូនកាត់ជំងឺតតែបង្វែងឬមើលក៏ត្រូវទូវាដាក់ថ្នាំហើយមិនហើយសៀវទៀតកូនទៅនិយាយជាមួយលោកតាឲ្យបានច្រើនឲ្យគាត់ដឹងថាកូនជាចៅស្រីតែម្នាក់របស់ត្រកូលសៀវដឹងទេចាស់អ្នកម៉ែហើយខ្ញុំគ្មានពេលទេថ្ងៃនេះខ្ញុំណាត់មិត្តភក្តិជិះម៉ូតូឡើងភ្នំទ្រព្យសម្បត្តិពួកយើងគឺត្រីពូតូចឯងទៅដាំយកទៅអស់ហើយពួកឯងនៅតែមិនយល់ស្អីទៀតហ៎អ្នកម៉ែហេតុអីបានជាត្រូវពិនិត្យឡានដោយសារលោកប៉ាកូនធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារហ្វ្រាំងខូនដូច្នេះដើម្បីសុវត្ថិភាពរាល់ពេលពួកយើងចេញទៅក្រៅគឺត្រូវតែពិនិត្យអញ្ចឹងហើយឈិញអូនគិតបានល្អណាស់លោកពូរកប្រហោងមែនទេឡាននេះមានប្រហោងអ្នកនេះទៅយ៉ាងខ្ញុំមិនមែនរកប្រហោងបែបនេះទេខ្ញុំរកប្រហោងដែលលេខខ្យល់មែនហើយកង់វាកំពុងតែលេខខ្យល់ហើយហើយជុំពិតជាលេខខ្យល់មែនអ្នកនេះតូចពិតជាអស្ចារ្យមែនលោកម្ចាស់ទី2ខ្ញុំនឹងប្រូឡានថ្មីភ្លាមទូតោះយើងចូលទៅរងចាំនៅខាងក្នុងយើងនឹងត្រឡប់កន្លះម៉ោងទៀតអ្នកណាត្រឡប់យឺតគឺឆ្កែហើយចាពួកឯងក៏មិនរំច្បាស់ជាម៉ូតូថ្មីដែលពួកឯងមិនទាន់ដែរបានឃើញប៉ាយើងទើបតែទិញឲ្យជាងទេអង្គប្រាប់ថំកុំជិះវាអីតូឯងចង់ស្លាប់មែនទេកូនដឹងទេធ្វើអញ្ចឹងគ្រោះថ្នាក់បងប្រាប់ថំកុំជិះវាអីអត់សុវត្ថិភាពទេមានសុវត្ថិភាពឬអត់ពាក់ព័ន្ធឲ្យជាមួយនឹងឯងឆាប់ចេញទៅតែម៉ូតូបងប្រុសធំវាខូចហើយមិនអាចជិះវាបានទេទូកូនឃើញអ្វីទៀតមែនទេនៅត្រង់នេះក្នុងពោះម៉ូតូវាដោះបងបែកវានឹងផ្ទុះផងនិយាយប្រេះប្រាស់ស្អីនេះគឺជាម៉ូតូថ្មីទើបនឹងទិញវាមិនយ៉ាងណាខូចទៅអាជាកុំឲ្យមានរឿងអីកើតឡើងលោកលីទើបតែមើលកង់ឡានឲ្យពួកយើងទេឲ្យគាត់មើលឲ្យបន្តិចទៅដើម្បីឲ្យអស់ចិត្តពួកតូចអស់រឿងនិយាយហើយខ្ញុំគ្មានពេលមកលើកក្មេងជាមួយពួកទេឆាប់ចេញទៅពិនិត្យម៉ូតូមិនចំណាយពេលយូរទេចេញទៅឯងជឿឬក៏មិនជឿយើងអាចលក់ម៉ូតូឯងឥឡូវនេះបានពួកគិតថាជាអ្នកស្នងមរតកតកូលសៀវឯងផ្លាស់ប្ដូរម៉ូតូខ្ញុំបានតាមចិត្តអញ្ចឹងមើលឲ្យច្បាស់ខ្ញុំមិនមែនជាកូនរបស់ពួកទេថ្ងៃនេះទោះស្លាប់នៅខាងក្រៅក៏មិនពាក់ព័ន្ធជាមួយពួកដែរឲ្យមកខ្ញុំលោកលីបាទមកពិនិត្យម៉ូតូនេះយ៉ាងម៉េចហើយលោកម្ចាស់ទី2ខ្ញុំមិនឃើញម៉ូតូនេះមានបញ្ហាអ្វីទេខ្ញុំបាននិយាយឲ្យគ្មានបញ្ហាអ្វីទេឥឡូវនេះល្អហើយរំខានខ្ញុំកន្លះម៉ោងមិត្តភក្តិរបស់ខ្ញុំអាចឆេះឲ្យហើយព្រោះសមាជិកហើយមែនទេពួកយើងធ្វើនេះដើម្បីសុវត្ថិភាពរបស់ឯងណាអូយទៅចិត្តល្អណាស់មុនដំបូងណាមុខចំនួននឹងព្រាវរបស់ប៉ាខ្ញុំមិនតមកធ្វើឲ្យប្រុសខ្ញុំរងរបួសយ៉ាងម៉េចថ្ងៃក្រោយដល់ពេលខ្ញុំហើយមែនទេឡូចាំពពុះត្រៀមធ្វើបាបខ្ញុំយ៉ាងម៉េចរេថាខ្ញុំឡើងជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍មែនទេឬក៏មានអីផ្សេងទៀតឆាំនិយាយឡើងនេះភ្លាមមកមិនក៏ឯងនិយាយអញ្ចឹងមិញនេះទូរកឃើញកង់ឡានលេខខ្យល់ធ្វើឲ្យយើងក៏បារម្ភពីសុវត្ថិភាពឯងដែរអញ្ចឹងមិនក៏នឹងពូកែម្លេះហេតុអីក៏មិនរកឃើញបញ្ហានៅទីនេះទេបំពង់ត្រង់នេះវាមានពងបែកហើយអត់នេះអត់ពិតបែបហើយសូមទោសលោកម្ចាស់ទី2មិញនេះខ្ញុំពិនិត្យឃើញថាពិតជាមានបំពង់បែកនៅត្រង់នេះពិតមែនបើពិនិត្យដល់ផ្នែកទៅទេគឺពិបាករកឃើញណាស់អរគុណដល់អ្នកនាងតូចដែលបានចង្អុលប្រាប់ខ្ញុំដូចនិយាយលោកត្រូវពិនិត្យបានច្បាស់នេះគឺជាម៉ូតូថ្មីណាមិនក៏អាចខូចអ្នកប្រុសធំម៉ូតូរបស់លោកប្រាជាមានបញ្ហាបំពង់ប្រេងពិតមែនបើលោកមិនជឿអាចទៅហាងជួសជុលឲ្យគេពិនិត្យមើលបានប៉ុន្តែបើសិនជាលោកនៅតែបង្ខំចិត្តបើកចេញទៅម៉ាស៊ីននឹងឡើងកម្ដៅបណ្ដាលឲ្យប្រេងហៀចេញដល់ពេលនោះអាចផ្ទុះបានគ្រប់ពេលអ្វីដែលទូនិយាយគឺជាការពិតឯងដឹងយ៉ាងម៉េចថាម៉ូតូមានបញ្ហា
វាខោចគឺគ្រោះថ្នាក់បានមនុស្សតែមិនចង់ឲ្យបងធំមានរឹបមោ ឯងធ្វើឲ្យខុសពិធីជប់លៀងរបស់យើងមិនជាអាចទេលោកម្ចាស់ទី2ខ្ញុំប្រដៅកន្លងថ្មីជួយលោកម្ចាស់ហើយ តោះទូទូយើងទៅរកកន្លែងកំសាន្តមួយថ្ងៃ យេបានតែលេងហើយអ្នកគ្រូធំអ្នកគ្រូមានពេលមកត្រកូលសៀវដែរទេចែកដឹងគឺខ្ញុំទើបតែបញ្ចប់ការធ្វើដំណើរទើបតែត្រឡប់មកពីហៃឆឹងប្រហែលថ្ងៃនេះទេល្អណាស់សូមជួយខ្ញុំផងបើបានសម្រេចខ្ញុំតបគុណយ៉ាងធំបងអត់ទៅជិះម៉ូតូដើរលេងទេ ម៉ូតូមានបញ្ហាយកទៅជួសជុលហើយ ម៉ូតូនោះជាទីស្រឡាញ់ប៉ាទៅមិនទិញឲ្យមិនក៏ថាមានបញ្ហា យើងក៏ឆ្ងល់ដែរហើយឯទូថាម៉ូតូមានបញ្ហាហើយម៉ូតូក៏ខូចពិតមែនច្បាស់ជានាងមករលួយហើយ ទូចង់ធ្វើបាបកូននេះម៉ាក់ទូនៅក្មេងមិនធ្វើអ្វីដូចដែលម៉ាក់និយាយទេផ្ទុយទៅវិញរឿងត្រឡប់មកល្អដោយសារគេច្រើនណាស់ស្អីទៅល្អដោយសារនាងនោះមើលច្បាស់ទៅដោយសារតែវានឹងហើយទើបមានបញ្ហាមិនចេះចប់ អ្នកប្រធមម៉ូតូរបស់លោកពិតជារកឃើញមានបែកបំពង់ប្រេងមែនខ្ញុំសូមអភ័យទោសដែលបានបង្កបញ្ហាដល់លោកបើខ្ញុំមិនស្រាប់ទូទេប្រហែលជាផ្ទុះមែនហើយ អ្នកគ្រូមកដល់ហើយ ហេឡូ